ការពីមុនខ្ញុំធ្លាប់ធ្វើការខាងចែកខិត្តប័ណ្ណពាក់ព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មអីផ្សេងរបស់ក្រុមហ៊ុនចិនបាទបន្តមកទៀតទៅខាងក្រុមហ៊ុនក៏គាត់បានបិទបាទដល់ពេលក្រោយបិទមករៀងពិបាកតិចដែរក្នុងគ្រួសារដោយសារតែយើងទីមេគ្រួសារយកអត់មានចំណូលចូលផ្ទះពីមុនធ្វើសន្តិសុខយាមវិគាគេបានប្រាក់ខែ180យើងពិបាកដែរអញ្ចឹងបានចង់រកការងារថ្ងៃផងយប់ផងអញ្ចឹង មុនពេលដែលខ្ញុំបានចូលចុះឈ្មោះនៅគម្រោងរៀបនេះខ្ញុំស្ថានភាពខ្ញុំគឺលំបាកខ្ញុំជាស្ត្រីមេម៉ាយគឺថវិកាអត់គ្រប់ក្នុងការផ្គត់ផ្គង់ទៅដល់ខ្ញុំឃើញគម្រោងរៀបតែគាត់ល្អនេះខ្ញុំសូមគេចូលរៀនដែរអញ្ចឹងការខ្ញុំចូលរៀនហ្នឹងគឺខ្ញុំរៀនខាងម៉ាស៊ីនជារៀន6ខែរៀនសាលា3ខែមកចុះនៅ3ខែរៀនរហូតដល់បានចូលឡើងការងារហ្នឹងហើយខាងសាលាក៏គាត់រកការងារយើងធ្វើគម្រោងរៀបគាត់ចុះមកក៏គាត់និយាយពីផែនការនៃគម្រោងដល់ជាកម្មវិធីសិក្សានិងថវិកាតិចតួចដើម្បីឲ្យយើងមាននយោបាយទៅរៀននៅសាលាសុខាទាន់សម័យសម្ភារៈសិក្សាគឺគាត់ឧបត្ថម្ភមកគ្រប់គ្រាន់តែម្ដងពេលរៀនចប់សម្ភារៈហ្នឹងគឺយើងយកមកត្រឡប់មកផ្ទះតែម្ដងគម្រោងលាគឺគាត់ផ្ដល់ជាថវិកាជាកញ្ចប់លុយ20000ក្នុងមួយថ្ងៃដើម្បីឲ្យជាមធ្យោបាយចាក់សាំងចាក់អីដើម្បីទៅបានរៀនដល់កន្លែងសិក្សានឹងតែម្ដងចា៎ពេលសិក្សាគឺអត់ត្រូវការបង់ប្រាក់អីទេខាងគម្រោងគាត់ជួយខ្ញុំតាំងពីបានចូលនឹងមកខ្ញុំរៀងបានប្រាក់ខែខ្ញុំអាចនឹងទប់ទល់បានខ្ញុំនឹងអាចជួយគ្រួសារខ្ញុំខ្លះខ្ញុំអាចទប់នឹងខ្លួនឯងខ្លះមានអារម្មណ៍ថាសប្បាយចិត្តព្រោះថាពីមុនយើងមិនដែលបានធ្វើអីចឹងតែពេលបានខាងពួកគាត់បានបន្តបណ្ដាយើងចេះដឹងបានរៀនមកមានអារម្មណ៍ថាយើងមានចំណេះក្នុងខ្លួនយើងចេញពីការងារទៅដូចជាលៀងតាមផ្ទះតាមអីឲ្យគេពីមុនខ្ញុំរៀងហត់បន្តិចដោយសារខ្ញុំប្រើកម្លាំងតែឥឡូវដោយសារខ្ញុំមានចំណេះបន្តិចផងដល់ជំនាញសន្តិជៈពីទួចខ្ញុំអាចធ្វើខ្សែកម្លាំងហើយការងារក៏ខ្ញុំអាចធ្វើដោយសប្បាយចិត្តជីវភាពរបស់ខ្ញុំឥឡូវរៀងក៏ប្រសើរឡើងវិញហើយដោយសារតែខ្ញុំបានចេញធ្វើការអរគុណគម្រោងលៀបដែលគាត់បានផ្ដល់ឱកាសមួយនេះដ៏ល្អសម្រាប់ខ្ញុំនៅមុនពេលដែលខ្ញុំចូលនៅក្នុងការសិក្សារបស់គម្រោងលៀបដែលគាត់បញ្ជូនទៅរៀនហ្នឹងភ្ញៀវចូលមកបានតែម្ដងឯងដោយថាគាត់ថាដឹងតែយើងអត់សូវចេះអញ្ចឹងណាតែដល់ពេលខ្ញុំទទួលបានការវគ្គសិក្សាជំនាញច្បាស់លាស់អញ្ចឹងទៅដល់ពេលខ្ញុំទទួលភ្ញៀវគឺភ្ញៀវជាប់ជាមួយតែម្ដងហើយចំណូលវាកើនជាងមុនខ្ញុំក៏បានមានជីវភាពធូរធារជាងមុនការធ្វើឲ្យភ្ញៀវទទួលការពេញចិត្តជាច្រើនគម្រោងផែនការរបស់ខ្ញុំគឺបើសិនជាខ្ញុំចេះជំនាញនឹងល្អហើយខ្ញុំអាចនឹងបើកមុខរបរផ្ទាល់ខ្លួនមួយសម្រាប់ចិញ្ចឹមជីវភាពទៅមុខទៀតបើអត់គម្រោងលៀបខ្ញុំគិតថាខ្ញុំអត់មានជំនាញដល់សប្តាហ៍ថ្ងៃនេះទេដោយសារតែគម្រោងលៀបក៏បានណែនាំបាទឲ្យខ្ញុំមានចំណេះដឹងក្នុងខ្លួនទើបពួកខ្ញុំមានថ្ងៃហ្នឹងបើសិនជាអត់មានគម្រោងលៀបជួយខ្ញុំទេខ្ញុំប្រហែលជាអត់មានលទ្ធភាពទៅការសិក្សាទេព្រោះពេលចូលសិក្សាបង់ថ្លៃសិក្សាផ្សេងនិងសម្ភារៈនៃការសិក្សាផ្សេងគឺគេឲ្យបែងចែកជា2តែម្ដងចាខ្ញុំធ្លាប់សួរគេហើយអរគុណដល់គម្រោងលៀបដែលគាត់ជួយបន្តបណ្ដាពួកខ្ញុំរហូតដល់មានថ្ងៃនេះមានការងារធ្វើចប់ពីវគ្គខ្ញុំចង់ឲ្យមានពួកគាត់មានវគ្គក្រោយទៀតចាខ្ញុំសូមថ្លែងអរគុណដល់គម្រោងលៀបដែលផ្ដល់ឱកាសដល់រូបនាងខ្ញុំបានចាត់ជំនាញច្បាស់លាស់បដូរពីជីវភាពដែលក្រីក្រលំបាកមកជីវភាពធូរធារ